សូមស្វាគមន៍មកកាន់រៀនភាសាចិន step by step ថ្ងៃនេះភាសាចិន step by step សូមមកបង្ហាញពីមូលដ្ឋានគ្រឹះនៃការសិក្សាភាសាចិនសម្រាប់បងដែលចង់សិក្សាបន្ថែមខ្លួនឯងនៅផ្ទះផ្ទាល់ចាសម្រាប់ការសិក្សាភាសាចិនពេលយើងចូលមកដំបូងភ្លាមណាបងចាគឺយើងអាចចូលមកដល់យើងអានអក្សរចិនបានភ្លាមទេព្រោះអីអក្សរចិនគឺវាមានអក្សរឡាតាំងរបស់វាដែលយើងអាចហៅបានថាដូចជាស៊ីងខ្មែរអីអញ្ចឹងណាបងហើយមួយទៀតនៅក្នុងភាសាចិនក៏វាអត់ខុសពីភាសាខ្មែរយើងមិនដែរគឺយើងត្រូវការស្រៈបូកជាមួយនឹងភ្ជុញជាអ្នកដូចគ្នាចាហើយសម្រាប់ខាងលើដែលខ្ញុំដាក់ highlight ពណ៌ក្រហមនេះអានេះគឺជា pinyin ភាសាចិនដែលយើងអាចហៅថាជាស៊ីងចាដែលយើងអាចហៅថាជាស៊ីងហើយយើងអានជាយើងនិយាយជាភាសាចិនថា pinyin ហើយ pinyin នេះគឺវាមានបែងចែកជាពីរគឺស្រៈនិងភ្ជុញជាអ្នកដូចខ្ញុំនិយាយនៅខាងលើមិញអញ្ចឹងសម្រាប់ស្រៈនិងភ្ជុញជាអ្នកនឹងគឺដូចនឹងភាសាខ្មែររបស់យើងដែរទេចាហើយដើម្បីបានអក្សរការមួយនឹងគឺយើងត្រូវការភ្ជុញជាអ្នកកបូកជាមួយនឹងស្រៈអាបន្ទាប់មកយើងបានអានថាកាចាឥឡូវយើងចាប់ផ្ដើមចូលរៀនពីភ្ជុញជាអ្នកដំបូងទៅហើយ step បន្ទាប់ចាំយើងរៀនស្រៈបន្តទៀតអូខេឥឡូវខ្ញុំសូមទៅសេភ្ជុញជាអ្នកសិនចាតោះឥឡូវយើងចាប់ផ្ដើមមករៀនពីភ្ជុញជាអ្នកភាសាចិនជាមុនសិនភ្ជុញជាអ្នកជាភាសាចិនគឺយើងអានថាសឹងមូនឹងគឺយើងបែងចែកជា23តួតោះអានតាមខ្ញុំឬក៏កាន់លស៊ឺទូតោះពណ៌ភ័ម៉វហ្វទឿធឿនឿលឿគឿខឿខឿជីឈីស៊ីជឺឈឺឈឺរឺជឺឈឺស៊ឺអ៊ីនៅក្នុងភាសាចិនគឺយើងមានភ្ជុញជាអ្នកតែ23តួទេសម្រាប់ស្រៈគឺយើងមានរហូតដល់24លើគ្នាតែមួយតួទេណាចាប៉ុន្តែដំបូងគឺយើងត្រូវចេះភ្ជុញជាអ្នកជាមុនសិនហើយសម្រាប់ស្រៈគឺយើងត្រូវរៀនបន្ទាប់នៅតាមក្រោយទៀតចាអញ្ចឹងយើងអានម្ដងទៀតមកកាន់លស៊ឺទូសឹងមូពណ៌ភ័ម៉វហ្វទឿធឿនឿលឿគឿខឿជីឈីស៊ីស៊ឺឈឺស៊ឺស៊ឺជឺឈឺស៊ឺអ៊ីអូខេអញ្ចឹងអ្នកនរគ្នាអាចសាក់ហ្វឹកហាត់បន្ថែមដោយខ្លួនឯងហើយមួយវិញទៀតសម្រាប់បងដែលកំពុងសិក្សាផ្ទាល់ជាមួយខ្ញុំតាមរយៈអេក្រង់ទូរស័ព្ទក្តីអេក្រង់កុំព្យូទ័រក្តីអាចយកសៀវភៅមកកត់បន្ថែមបានហើយថ្ងៃស្អែកយើងនឹងសិក្សាជាមួយគ្នាបន្ថែមទៀតទាក់ទងទៅនឹងស្រៈ24តួចាសូមអរគុណ